ตาเนี่ยนิยายไว้ดูชเน่เนี่ยจังมีในฐานเนี่ยตัวบันการวินิยกจุ่มนุนบับปอนเลียนดอลลาร์นู้ត្រូវហើយខ្ញុំមិនដែលស្រមៃថាសូម្បីតែយេស៊ីដ៏ខ្ពង់ខ្ពស់និងខ្លាំងពូកែនៃរាជធានីក៏ត្រូវស្ដាប់ការសម្របសម្រួលរបស់ឃីនមូដែរវាហាក់ដូចជាឃីនមូគឺជាឱកាសដ៏ធំពិតប្រាកដនៅទីនេះមនុស្សមួយចំនួនមិនអាចផ្លាស់ប្ដូរផ្លូវរបស់ពួកគេបានទេមិនថាពួកគេដើរនៅទីណាក៏ដោយទោះបីជាខ្ញុំមិនអាចនិយាយថាខ្ញុំមានសាច់ញាតិជាមួយគ្រួសារ Shen ឬ Ye ក៏ដោយខ្ញុំនៅតែទទួលបានឱកាសនេះបន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនតើអ្នកគិតថាអ្នកអាចលួចយកកិត្តិយសទាំងអស់នោះដោយពាក្យតែមួយម៉ាត់ទេហេតុអ្វីបានជាអ្នកមិននិយាយថា Lu Tianba ចៅហ្វាយនៅរកនៃ Yang Cheng ក៏ជាបុរសរបស់អ្នកដែរ Lu Tianba មិនស័ក្តិសមជួយខ្ញុំទេភ្នោកឈិនអ្នកមានបញ្ហាគ្រប់គ្រាន់ហើយតើអ្នកគិតថាអ្នកមិនបានធ្វើបាបខ្ញុំធ្ងន់ធ្ងរគ្រប់គ្រាន់ទេបុរសរបស់ខ្ញុំបុរសរបស់ Yang Chusa មិនដែលជាមនុស្សអាក្រក់ដែលគ្រាន់តែរារាំងខ្ញុំនោះទេថ្ងៃនេះការលេងលះនេះគឺចុងក្រោយចុះហត្ថលេខាលើឯកសារចាប់ពីពេលនេះតទៅយើងនឹងមិនមានអ្វីពាក់ព័ន្ធនឹងគ្នាទេខ្ញុំសង្ឃឹមថាអ្នកនឹងមិនសោកស្ដាយចំពោះការសម្រេចចិត្តនេះទេថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍របស់យើងខ្ញុំសូមអរគុណអ្នកចំពោះបន្ទុកឈូសឺគ្រាន់តែជាកូនប្រសារដែលត្រូវបានចាប់ជាចំណាប់ខ្មាំងប៉ុណ្ណោះមិនចាំបាច់បន្ថែមបញ្ហារបស់អ្នកទេលោកម្ចាស់វ័យក្មេងសិនអ្វីដែលខ្ញុំបាននិយាយមុននេះគ្រាន់តែជាកាយវិការនៃសុឆន្ទៈប៉ុណ្ណោះខ្ញុំសុំទោសដែលរំខានអ្នកជាមួយបញ្ហានៅក្នុងវិមានគ្រួសារយេមិនអីទេជាងឈូសឺនិងខ្ញុំនឹងមិនដែលអត់ឱនឡើយនឹងមានថ្ងៃមួយដែលខ្ញុំនឹងជួបការលំបាកយើងនឹងធ្វើឲ្យពួកឯងវិនិច្ឆ័យគ្រប់គ្នាមិនខានឯងចាំមើលចុះយើងនឹងធ្វើឲ្យឯងវិនិច្ឆ័យចុះក្រោយខ្ញុំនឹងជូនដំណឹងដល់គ្រូសាយេឲ្យលោកចៅពិធីជប់លៀងសម្រាប់កូនប្រុសមិនចាំបាច់ទេសូមជូនដំណឹងដល់គ្រួសារយេថាខ្ញុំនឹងទៅដោយផ្ទាល់នៅថ្ងៃស្អែកអ្នកចង់ចូលរួមពិធីជប់លៀងសម្រាប់កូនប្រុសទេប៉ុន្តែអ្នកមិនដែលចូលរួមពិធីជប់លៀងខ្នាតតូចបែបនេះពីមុនមកទេក្រៅពីនេះអ្នកនឹងជាងឈូសឺបានលែងលះគ្នារួចហើយនោះហើយជាមូលហេតុដែលខ្ញុំគួរតែឲ្យគ្រួសារយេជូនដំណឹងដល់លូធៀនខ្ញុំចង់ជួបអ្នកនៅពិធីជប់លៀងនៅថ្ងៃស្អែកអាមនុស្សអាក្រក់អ្នកហ៊ានឲ្យនរណាម្នាក់វាយអ្នកនៅលើទឹកដីគ្រួសារលូរបស់ខ្ញុំអ្នកបានធ្វើឲ្យគ្រួសារលូអាម៉ាស់ទាំងស្រុងបើមិនមែនដោយសារប៉ាទេតើអ្នកណានឹងដឹងថាក្មេងអាក្រក់នោះរឹងរូសយ៉ាងនេះគាត់មិនត្រឹមតែហ៊ានវាយខ្ញុំទេគាត់ថែមទាំងនិយាយថាតើគាត់និយាយអ្វីគាត់ថែមទាំងនិយាយថាអ្នកគួរតែលុតជង្គង់សុំទោសគាត់ផ្ទាល់បើមិនដូច្នោះទេគ្រួសារលូនឹងត្រូវបណ្តេញចេញពីចែងឆេងហ៊ានម្លេះតើគាត់ពិតជាគិតថាខ្ញុំលូធានចាស់ពេកមិនអាចលើកកំបិតបានទេឬគាត់នៅឯណាប៉ាខ្ញុំបានស៊ើបអង្កេតហើយគាត់ជាកូនប្រសាររបស់គ្រួសារជាងគាត់បានប្រព្រឹត្តបទឧក្រិដ្ឋតើគាត់ហ៊ាននិយាយអំពីគ្រួសារលូទៅកាន់កូនប្រសារដោយរបៀបណាអ្នកថែរក្សាលូបានកោះហៅបងប្អូន 3000 នាក់នៃសាលខ្លានិគមមកចូលរួមជាមួយខ្ញុំក្នុងការវាយលុកគ្រួសារជាងខ្ញុំចង់ដឹងថាអ្នកណាហ៊ានប៉ះកូនប្រុសរបស់ខ្ញុំលូធានបានៅក្នុងទីក្រុងជាងសម្លាប់ប៉ុន្តែលោកគ្រូដំណឹងទើបតែមកពីគ្រួសារយេថាព្រះចៅអធិរាជនឹងមានវត្តមាននៅក្នុងពិធីជប់លៀងអបអរសាទរនៅយប់នេះហើយព្រះអង្គបានស្នើសុំជួបអ្នកជាពិសេសវាជាកិត្តិយសណាស់ដែលបានជួបព្រះចៅអធិរាជក្នុងករណីនោះវាមិនយឺតពេលទេក្នុងការសម្លាប់កូនប្រសារបន្ទាប់ពីពិធីជប់លៀងអបអរសាទរលោកគ្រូពួកគេបានលើថាព្រះចៅអធិរាជនឹងយាងមកដោយផ្ទាល់នោះហេតុអ្វីបានជាអ្នកមិនឆ្លើយតបអ្នកគ្រាន់តែជាក្រុមមនុស្សលោភលន់មានល្បិចកលដែលស៊ីអាហាររបស់មនុស្សមើលព្រះអង្គម្ចាស់នោះអ្នកគឺជាចៅហ្វាយវ័យក្មេងដ៏សង្ហានិងលេចធ្លោប្រកាសជាមកពីគ្រួសារដ៏មានកិត្យានុភាពមើលលោកគ្រូវ័យក្មេងរបស់ខ្ញុំឈីម៉ូតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំមិននឹកស្មានថានឹងបានជួបអ្នកម្ដងទៀតឆាប់នេះទេអ្នកគ្មានប្រយោជន៍ទេគ្មានអ្វីចម្លែកទេដែលអ្នកបានលែងលះកូនស្រីរបស់ខ្ញុំយ៉ាងងាយស្រួលអ្នកមានជីដូនជីតាម្នាក់ទៀតនៅខាងក្រៅរួចហើយឈីម៉ូនេះបានដឹកជញ្ជូនជាងរបស់ខ្ញុំចេញពីខ្ញុំគ្រួសារអស់រយៈពេល3ឆ្នាំដោយប្រើប្រាស់លុយរបស់ប្អូនស្រីខ្ញុំដើម្បីចិញ្ចឹមស្រីកំណាន់តើអ្នកមិនមានសតិសម្បជញ្ញៈទេឬក្នុងរយៈពេល3ឆ្នាំនេះខ្ញុំមិនបានធ្វើអ្វីខុសជាមួយឈូឈួរទេហើយខ្ញុំមានសតិសម្បជញ្ញៈច្បាស់លាស់ចំពោះគ្រួសារជីយ៉ុងខ្ញុំជំពាក់តែលុយប្អូនស្រីខ្ញុំប៉ុណ្ណោះបើគ្មានខ្ញុំទេតើលុយរបស់គ្រួសារយ៉ាងនឹងមកពីណាជប់ត្រង់នេះខ្ញុំបាននិយាយកាលពីម្សិលមិញថាហេតុអ្វីបានជាអ្នកមិនយក5លានវាហាក់ដូចជាអ្នកបានចំណាយលុយច្រើនលើប្អូនស្រីខ្ញុំក្នុងរយៈពេល2ឆ្នាំកន្លងមកនេះប្រកលលុយដែលអ្នកបានយកពីប្អូនស្រីខ្ញុំមកឲ្យខ្ញុំវិញខ្ញុំមិនបានយកលុយប្អូនស្រីអ្នកទេកុំនិយាយមិនសមហេតុសមផលអ្នកគ្រាន់តែជាមនុស្សវង្វេងគ្មានលុយកាក់តើអ្នកអាចចិញ្ចឹមស្ត្រីបែបនេះដោយរបៀបណាប្រកូលនាងមកទីនេះលែងនាងទៅអ្នកហ៊ានដាក់ដៃលើច្បាយខ្ញុំ
ខ្ញុំព្រមមានអ្នកថាប្រសិនបើអ្នកហ៊ានដាក់ដៃលើចង្វាយខ្ញុំម្ដងទៀតសូមស្ដីបន្ទោសខ្ញុំថាគ្មានបេះដូងបងថ្លៃអ្នកទើបតែលេងលះប្អូនស្រីខ្ញុំហើយអ្នកចង់វាប្រហារខ្ញុំរួចហើយជួយផងអ្នកទាំងអស់គ្នាមកមើលតើគ្មានយុត្តិធម៌ទេឬសត្វទេរឆាននេះទើបតែលេងលះកូនស្រីច្បងរបស់ខ្ញុំហើយឥឡូវនេះវាចង់ដាក់ដៃលើកូនស្រីពៅរបស់ខ្ញុំជួយផង មានរឿងអ្វីកាត់ឡើងមានរឿងអ្វីកាត់ឡើង អ្នកមកត្រូវពេលហើយអ្នកទាំងពីរអ្នកនេះកំពុងរួមគំនិតគ្នាព្យាយាមធ្វើឲ្យកូនស្រីខ្ញុំអាម៉ាស់មកចាប់ពួកគេអូសពួកគេចេញ គុំរំខានដល់ផ្លូវចវាយមានរឿងអ្វីកើតឡើង រងចាំលេងខ្ញុំទៅកូនស្រីរបស់ខ្ញុំគឺជាតារានៃពិធីជប់លៀងផលបាំងខ្វេតជប់នេះលេងខ្ញុំទៅឈប់ ចវាយតែអ្នកចង់ឲ្យខ្ញុំចាក់ចេញទេមិនចាំបាច់ទេពួកគេជាគ្រួសាររបស់ Joshua កុំយកសមាជិកគ្រួសារទៅជាមួយចវាយមក Joshua សូមឲ្យខ្ញុំណែនាំអ្នកនេះគឺជាប្រធានគ្រួសារយ៉ាងនៃក្រុម Lee Feng គាត់គ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់នៅក្នុងខេត្តទាំង3នៅភាគនិរតីនេះគឺជាប្រធានគ្រួសារសិននៃសភាពាណិជ្ជកម្ម Sihai បុព្វបុរសគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចនៅភាគនិរតីនោះហើយជាមូលហេតុដែលបុព្វបុរសសិនមិនហ៊ាននិយាយបែបនោះទេហើយម្នាក់នេះមានអាកប្បកិរិយាធំជាងនេះទៅទៀតគាត់គឺជាបុព្វបុរសនៃគ្រួសារ Zhao នៃក្រុម Ding Tian គេនិយាយថាគាត់មិនមានទំនាក់ទំនងជាមួយគ្រួសារ Zhao នៅក្នុងរាជធានីទេជំរាបសួរដល់លោកបូជាចា Zhao មិនចាំបាច់គួរសមពេកទេដោយមើលឃើញថាអ្នកនៅក្មេងប៉ុន្តែអ្នកបានគ្រប់គ្រងការវិនិយោគរាប់ពាន់លានដុល្លារសមិទ្ធផលនាពេលអនាគតរបស់អ្នកប្រកាសជាលើសពីយើងជាមនុស្សចាស់ខ្ញុំមិនហ៊ាននិយាយបែបនោះទេវាទាំងអស់គឺអរគុណដល់ Shen Shangxiao ដែលបានភ្ជាប់ទំនាក់ទំនងយើងខ្ញុំសង្ឃឹមថាអ្នកជាបុព្វបុរសនឹងមើលថែខ្ញុំយ៉ាងល្អនៅថ្ងៃអនាគតសែនតូចអ្នកបានរកឃើញប្រពន្ធល្អហើយកុំភ្លេចទៅលូតភ្នំដើម្បីសប្បាយក្នុងពិធីមង្គលការរបស់យើងពិតជាបានហើយលោកបូជីចាសូមអភ័យទោសមួយផ្លែត